វិធីសាស្ត្រមួយចំនួនជួយកម្ចាត់រុក្ខជាតិចង្រៃនៅក្នុងស្រែចម្ការការធ្វើស្រែចម្ការបងប្អូនកសិករតែងតែជួបប្រទះរុក្ខជាតិចង្រៃមួយចំនួនដែលតែងតែយាយីដំណាំនិងផលិតកម្មកសិកម្មរបស់យើងបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិរុក្ខជាតិចង្រៃនៅស្រុកយើងមានរហូតដល់70ប្រភេទរុក្ខជាតិមួយចំនួនអាចមានជាលក្ខណៈស្មៅនិងកក់ដែលរួមមានស្មៅគោស្មៅចិញ្ចៀនហើយមួយចំនួនទៀតជាប្រភេទស្លឹកធំរួមមានទីបន្លាឬផ្ទីដូងនិងប៉េងប៉ោះស្រោមជាដើមតាមពិតទៅរុក្ខជាតិទាំងនោះដើមឡើយមិនត្រូវបានចាត់ទុកជាកត្តាចង្រៃមកដល់ដំណាំស្រូវនិងដំណាំក្នុងចម្ការរបស់យើងទេតែការវិវត្តនានាតាមរយៈការប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការធ្វើកសិកម្មរបស់យើងរុក្ខជាតិទាំងនោះបានវិវត្តខ្លួនមកជាកត្តាយាយីទៅលើផលិតផលកសិកម្មរបស់បងប្អូនកសិករខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃការអនុវត្តបែបប្រពៃណីការគ្រប់គ្រងបែបប្រពៃណីគឺការកម្ចាត់រុក្ខជាតិចង្រៃដោយដៃការរៀបចំដីនិងការទទួលយករុក្ខជាតិចង្រៃក្នុងចម្ការការអនុវត្តវិធានការគ្រប់គ្រងបែបចម្រុះនៅក្នុងវិធីសាស្ត្រនេះបងប្អូនកសិករយើងអាចប្រើប្រាស់គ្រប់វិធីសាស្ត្រនានាដើម្បីកម្ចាត់រុក្ខជាតិចង្រៃវិធីសាស្ត្រទាំងអស់នោះមានគោលបំណងធ្វើយ៉ាងណារក្សារុក្ខជាតិចង្រៃឲ្យមានតិចតួចនិងការពារកុំឲ្យដាក់គ្រាប់រីករាលដាលពេញមួយវដ្តដំណាំរុក្ខជាតិមួយចំនួនអាចប្រើប្រាស់ជាចំណីសត្វឬក៏អាចប្រើប្រាស់ជាបន្លែសម្រាប់បរិភោគក្នុងការអនុវត្តវិធីសាស្ត្រនេះយើងត្រូវតែគិតគូរមុនពេលដាំដំណាំដោយយើងត្រូវគ្រប់គ្រងកុំឲ្យមានរុក្ខជាតិចង្រៃនៅតាមព្រំចម្ការបណ្ដោយចង្អុលទឹកនិងដីទំនេរជិតចម្ការដំណាំមួយវិញទៀតប្រសិនបើដាំដំណាំហើយយើងពិបាកក្នុងការកម្ចាត់រុក្ខជាតិចង្រៃទាំងអស់នោះណាដោយរុក្ខជាតិខ្លះដុះជាឫសឬជាមើមជាដើមការធ្វើជាចំណីសត្វរុក្ខជាតិចង្រៃមួយចំនួនដូចជាប្រភេទស្មៅអាចដាក់ឲ្យសត្វស៊ីដោយផ្ទាល់ឬច្រូតយកឲ្យសត្វស៊ីការអនុវត្តតាមបែបខ្សែតសាស្ត្រឬតាមបច្ចេកទេសកសិកម្មការអនុវត្តបែបនេះគឺយើងមើលចាប់តាំងពីការជ្រើសរើសពូជនិងជ្រើសរើសគ្រាប់ក្នុងការសាបព្រោះចំពោះការពិនិត្យមើលគ្រាប់ដំណាំយើងត្រូវធ្វើយ៉ាងណាឲ្យគ្រាប់របស់យើងស្អាតល្អនិងមិនឲ្យគ្រាប់របស់យើងជាប់លាយជាមួយនឹងគ្រាប់រុក្ខជាតិដទៃទៀតការជ្រើសរើសគ្រាប់ពូជបានល្អអាចធ្វើឲ្យដំណាំរបស់យើងដុះលូតលាស់លឿននិងធន់នឹងរុក្ខជាតិចង្រៃផ្សេងទៀតចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ